ឈ្មោះប្លែកគួរតែដាក់ថាអាចយម៉ាល់ទុកដាក់ឲ្យកូនលោកទៅឈ្មោះបែបនេះបើបានឃើញបែបនេះរាល់ថ្ងៃស្លាប់ទៅបិទភ្នែកចិត្តហើយមនុស្សអីសង្ហារកកន្លែងទាស់គ្មានអាយជុំជួយផងខ្មោចខ្ញុំឃើញខ្មោចជួយខ្ញុំផងខ្ញុំខ្លាចណាស់ផ្ទះនេះគ្មានខ្មោចទេកុំយកលេសមកបន្លំអោបខ្ញុំឲ្យសោះខ្ញុំបានឃើញខ្មោចនៅបន្ទប់ចិត្តនេះមែនណាប្រហែលជានាងនិយាយពីក្មេងស្រីម្នាក់ដែលធ្វើការក្នុងផ្ទះនេះហើយអត់ទេគាត់ចាស់ហើយនាងទើបតែអាយុ18ឆ្នាំទេតែមុខចាស់ជាងអាយុព្រោះតែមានបញ្ហាស្បែកមុខចឹងទេខ្ញុំខំតែភ័យស្មានតែនាងកំពុងសប្បាយចិត្តបានអោបបរោះសង្ហាដូចខ្ញុំខ្ពើមទៅងូតទឹកវិញកុំឲ្យជាប់ក្លិនប្រុសពូកែចោតគេតែផ្ដាស់ដូចលោកនាងនេះឆ្លាតណាស់ចង់អោបខ្ញុំចេះរកល្បិចនេះឃើញតែថាបើឆ្លាតចឹងរាល់ថ្ងៃខ្ញុំក៏សប្បាយចិត្តដែរអារម្មណ៍អោបបរោះ six pack កក់ក្ដៅចឹងសោះមិនអាចខត់ទេនិស័យគេនឹងប្រលឹងឆ្ងាយពោះក្ដីរំពឹងប្រឹងថែបកាក្នុងសួនគេយប់ស្មើនេះហើយនាងនៅស្រែកច្រៀងបានទៀតបើសំឡេងពីរោះមិនថាទេតែនេះស្ដាប់ហើយខ្ញុំឡើងចង់ខ្យល់កមិនពីរោះយ៉ាងម៉េចកូនខ្ញុំតតែខ្ញុំច្រៀងឲ្យស្ដាប់ទើបវាគេងលក់ហើយនេះក្មួយខ្ញុំឈ្មោះអីដែរគេឈ្មោះ Apricot ចន្ទ្រា Apricot ចន្ទ្រាចុះឈ្មោះក្រៅគេហៅថាម៉េចខ្ញុំក៏ចង់ដាក់ឈ្មោះហៅក្រៅឲ្យគេដែរខ្ញុំចង់បានឈ្មោះដែលពិសេសនិងប្លែកលោកមានគំនិតអីទេចុះឈ្មោះក្រៅគេហៅថាម៉េចខ្ញុំក៏ចង់ដាក់ឈ្មោះហៅក្រៅឲ្យគេដែរខ្ញុំចង់បានឈ្មោះដែលពិសេសនិងប្លែកលោកមានគំនិតអីទេឈ្មោះប្លែកគួរតែដាក់ថាអាចយម៉ាល់ទុកដាក់ឲ្យកូនលោកទៅឈ្មោះបែបនេះយមានន័យថារីករាយឯម៉ាល់មានន័យថាចម្ងាយខ្ញុំចង់មានន័យថាគេនឹងនាំភាពរីករាយដល់អ្នកគ្រប់គ្នាមិនថាទៅដល់ទីណាទេគ្រាន់តែឮឈ្មោះចយម៉ាល់គេសើចដល់គាំងតែម្ដងលោកគិតបានជ្រាលជ្រៅណាស់តែកូនខ្ញុំខ្មែរខ្ញុំមិនចង់ដាក់ឈ្មោះអង់គ្លេសទេសូមជូនដំណឹងបងប្អូនទាំងអស់គ្នាខ្ញុំនឹងផុសភាពបន្តពីក្នុង page ក្នុងពេលព្រឹកសូមបងប្អូនអ្នកទស្សនាដ៏មានចិត្តល្អជួយ follow like និង share page ខ្ញុំមួយផងដើម្បីខ្ញុំមានកម្លាំងចិត្តផលិតរឿងភាគជាច្រើនផ្សេងទៀតជូនទស្សនាសូមអរគុណ